ប្រហែលជាមែនហើយមិននឹកស្មានថាខ្ញុំឆ្លងភពមកមែនទែនសោះទើបតែមកដល់ភ្លាមក្អួតឈាមផ្លែតចុះកញ្ចប់អំណោយសម្រាប់អ្នកថ្មីនៅឯណាមានថ្នាំបើកម្លាំងខ្លាំងអត់បើមានអាវក្រោះជួយជីវិតក៏បានដែរមុនពេលឆ្លងភពខ្ញុំឈ្មោះលីម៉ូយប់នោះខ្ញុំកំពុងលេងហ្គេមរឿងនិទាននៅហាងក៏ដៃល្អទៅកោះបើកដបស្រាមួយភ្លាមបន្ទាប់ពីឈាមប្រឡាក់នឹងដបនោះរឿងនិទាននោះក៏คล้ายជាការពិតក៏ល្អដែរក្នុងនាមជាអ្នកលេងហ្គេមរឿងនិទានកម្រិតខ្ពស់ក្នុងវិជ្ជានុក្រមរបស់ខ្ញុំគ្មានពាក្យថាអង្គុយរងចាំសេចក្តីស្លាប់ទេនាំគ្នាមកចូលធ្វើអ្វីនៅទីនេះហេតុអ្វីមិនប្រញាប់រកសោកឃ្លាំងរបស់កញ្ញាធំមកពិតជាការឆ្លៀតឱកាសប្លន់យកទ្រព្យសម្បត្តិមែនជួយមនុស្សចាស់ទាំងនេះក៏ធ្វើដើម្បីល្អសម្រាប់ប្អូនស្រីហ្វាយយូដែរក្មេងបំរើមករាយការណ៍ថាប្អូនស្រីមិនរួចខ្លួនទេពួកយើងក៏ប្រញាប់ប្រញាល់មកជួយរៀបចំពិធីបុណ្យសពឲ្យប្អូនស្រីរាងកាយប្អូនខ្សោយណាស់ប្រគល់សឲ្យមីងមកមីងនឹងជួយរក្សាកិត្តិយសគ្រួសារឲ្យប្អូនស្រីមីងធ្វើនេះក៏ដើម្បីល្អសម្រាប់ប្អូនដែរឪពុកប្អូនទៅតែស្លាប់ប្អូនជាក្មេងកំព្រាតើមានកម្លាំងឯណាមកមើលថែទ្រព្យសម្បត្តិដែលឪពុកប្អូនបន្សល់ទុកឲ្យនោះកុំឲ្យហត់នឿយខ្លាំងពេកអីប្អូនគួរតែប្រគល់សឃ្លាំងឲ្យមីងជួយមើលថែជំនួសប្អូនទៅប្អូនគ្រាន់តែសម្រាប់ព្យាបាលជំងឺនៅក្នុងផ្ទះទៅបានហើយលោកយាយមកដល់ហើយពេលវេលាល្អណាស់ខ្ញុំស្មានតែអ្នកណាមកបង្កចំនួននៅក្នុងដំណាក់នេះបងស្រីត្រកូលខោពិតជាមានអំណាចខ្លាំងណាស់ជាសាច់ញាតិដែលមកស្នាក់នៅបណ្ដោះអាសន្នសោះបែរជាមកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះទៅវិញប្អូនប្រុសជីងស៊ីងប្អូនយល់ច្រឡំហើយបងធ្វើនេះគឺដើម្បីល្អសម្រាប់អូនស្រីទេដើម្បីល្អសម្រាប់នាងនឹងឬដើម្បីល្អសម្រាប់នាងទើបនាំមនុស្សមកច្រើនកកដើម្បីគៀបសង្កត់នាងបែបនេះជីងស៊ីងឯងនិយាយជាមួយបងស្រីស៊ូរបៀបណាទៅនឹងបងជីងបងកុំមកពាក់ព័ន្ធនឹងរឿងខ្ញុំអីខ្ញុំមិនមែនជាកញ្ញាលីនដែលទន់ខ្សោយនោះទេថ្ងៃនេះខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាបានឃើញពីវិធីសាស្ត្ររបស់ខ្ញុំរាងកាយដែលទ្រុឌទ្រោមរបស់ខ្ញុំនេះមានតែធ្វើឲ្យខូចកេរ្តិ៍ឈ្មោះត្រកូលជាប៉ុណ្ណោះខ្ញុំសុខចិត្តយកក្បាលបុកសនេះស្លាប់នៅទីនេះឲ្យហើយទៅដើម្បីបានទៅសុំទោសលោកឪពុកនៅក្រោមដីហើយក៏មិនធ្វើឲ្យចាស់ទុំត្រូវពិបាកចិត្តដែររស់រាន់ខាត់នាងទៅប្អូនស្រីហ្វិនយូដៃរបស់អាម្នាក់នេះក្តៅខ្លាំងណាស់ក្នុងសាច់រឿងតួឯកស្រីត្រូវបង្ហូរទឹកភ្នែកព្រោះតែអាម្នាក់នេះមើលទៅអាម្នាក់នេះក៏មិនធម្មតាមែនប្រសើរភ្នែកដែលការពារកូនបែបនេះពិតជាសាហាវណាស់ជីងស៊ីងអ្នកកំពុងធ្វើអីហ្នឹងនៅកណ្ដាលវាកណ្ដាលការបែបនេះបែរជាអត់ប្រសពគ្នាតើវាសំរុំដែរឬទេប្រញាប់លែងនាងទៅប្អូនជីដូនមួយជីងស៊ីងទោះបីជាអ្នកអាណិតប្អូនស្រីក៏ដោយក៏មិនអាចធ្វើឲ្យខូចកិត្តិយសរបស់ប្អូនស្រីហ្វាយយូនៅចំពោះមុខអ្នកអតីតបែបនេះដែរបើជារឿងនេះលេចចេញទៅខាងក្រៅពេលដែលអ្នកនាំពួកអ្នកបម្រើអាក្រក់ទៅបង្ខំនាងឲ្យប្រគល់សពេលដែលបង្ខំនាងរហូតដល់ទៅបុកសនោះហេតុអ្វីមិនគិតដល់រឿងកិត្តិយសខ្លះហេតុអ្វីបានជាអ្នកហ៊ានធ្វើបែបនេះដើម្បីនាងតូចម្នាក់ហ៊ានតតនឹងម្ដាយបង្កើតរបស់ខ្លួនឯងអ្នកភ្លេចហើយឬតើអ្នកណាដែលនៅពេលអ្នកឈឺបានទៅបន់ស្រន់សុំត្បូងសុវត្ថិភាពមកឲ្យអ្នកដើម្បីការពារអ្នកឲ្យមានសុវត្ថិភាពពួកអ្នកយកលេសរឿងច្បាប់ទម្លាប់មកធ្វើបាបប្អូនស្រីហ្វាយយូរបស់ខ្ញុំជីវិតរបស់ខ្ញុំនេះមិនយកក៏បានដែរត្បូងនេះគឺជាដុំដែលនាំឲ្យខ្ញុំឆ្លងភពមកទីនេះឥឡូវវាបែកហើយតើវានឹងប៉ះពាល់ដល់ការត្រឡប់ទៅវិញរបស់ខ្ញុំទេបុរសម្នាក់នេះមកបង្កបញ្ហាអ្វីនៅទីនេះការព្រមានត្បូងឈាមត្រូវបានខូចខាតប្រព័ន្ធនឹងចូលទៅក្នុងស្ថានភាពដេកលក់ជាអចិន្ត្រៃយ៍សូមម្ចាស់ប្រព័ន្ធថែរក្សាខ្លួនឲ្យល្អឈួតហើយនេះជាត្បូងការពារសុវត្ថិភាពរបស់ចៅណាបែរជាត្រូវបែកខ្ទេចព្រោះតែនាងក្មេងនេះលឿនឡើងប្រញាប់រើសត្បូងនេះឡើងមករកជាងដែលពូកែបំផុតមកជួសជុលវាឲ្យបានល្អមើលទង្វើដែលពួកឯងបានធ្វើចោះទើបតែចូលមកក្នុងផ្ទះសោះក៏បង្ខំឲ្យក្មេងកំព្រាម្នាក់ស្លាប់តើកេរ្តិ៍ឈ្មោះត្រកូលជា100ឆ្នាំរបស់ខ្ញុំត្រូវទុកនៅណាវាយូគឺសំខាន់ជាងចៅស្រីបង្កើតរបស់ខ្ញុំទៅទៀតបើពួកឯងហ៊ានបង្ខំឲ្យនាងស្លាប់ខ្ញុំក៏មិនឲ្យពួកឯងបានសុខដែរសូមលោកយាយកុំខឹងអីហេងយ៉ូមិនមានបំណងបែបនោះឡើយមានក៏ធ្វើទៅដើម្បីតែល្អសម្រាប់អូនស្រីដែរនៅហ៊ានទៅមកទៀតឬខ្លាចហើយឬពួក NPC ទាំងនេះកម្រិតទាបពេកហើយ